បាទជម្រាបសួរបងប្អូនទាំងអស់គ្នាជម្រាបសួរអញ្ចឹងថ្ងៃនេះយើងនិយាយពីបាសីកាឡាយើងទៀតហើយអញ្ចឹងយើងនិយាយពីប្រទេសទី2ការប្រកួតគឺយើងឃើញថាឃើញមានមន់មួយល្អមែនតើគឺចៅឆូកូឡិតអញ្ចឹងមន់ហ្នឹងគឺល្អខ្ញុំឃើញការប្រកួតដំបូងហ្នឹងគឺវាមានចង្វាក់ថយចង្វាក់បុកថយបុកតែក្បាលវាអត់វាថាក្បាលវាអត់ស្ងៀមក្បាលវាលើក្រោមយកវិញយកលើក្រោមដៃគូយ៉ាប់ធ្វើវាដែរជាងវាឈ្នះពីដំបូងគឺល្អទម្ងន់ជើងរបស់ហ្នឹងគឺមានទម្ងន់ជើងតកាលពីម្សិលមិញនេះគឺមានការប្រកួតធំមួយគឺនៅតម្លៃដើមផាននោះគឺ32លានអានេះយើងមិនមែនថានេះនិយាយតែរឿងបាក់សៃកាឡាទេយើងនិយាយតែរឿងមន់ទេយើងមិននិយាយរឿងបញ្ហានយោបាយបញ្ហាអីយើងអត់ដឹកទេហ្នឹងទុកឲ្យគេអ្នកនយោបាយអ្នកអីគេដោះស្រាយយើងនិយាយតែពីបាក់សៃកាឡាទេយើងអត់ពាក់ព័ន្ធអីចឹងទេអញ្ចឹងសម្រាប់មន់យើងមើលឃើញថាចៅឆូកូឡិតនេះគឺល្អត្រង់ចង្វាក់ហើយនឹងទម្ងន់ជើងជាពិសេសគឺទម្ងន់ជើងតែម្ដងជាប្រភេទថយមន់ថយខ្ញុំក៏ធ្លាប់ឃើញប្រភេទមន់ថយដែលវាល្អដែលឃើញថាល្អមន់ថយដូចជាចៅថងដាំក៏ប្រភេទថយយកក្បាលយកក្រោមឡើងចៅថងដាំចៅឆូកូឡិតហើយនឹងចៅពឿនយ៉ាញ់ក៏រៀងចង្វាក់ថយបដិថយបុកតែវាមានក្បាលរស់ដោយសារក្បាលវាញាក់ឆ្វេងញាក់ស្ដាំញាក់ឆ្វេងញាក់ស្ដាំមិនងាយឲ្យដៃគូធ្វើងាយមិនឲ្យដៃគូធ្វើបានស្រួលចឹងណាអញ្ចឹងក៏យើងឃើញយើងសរុបឃើញថាជាប្រភេទមួយមន់នេះគឺជាប្រភេទមន់ល្អហើយខ្ញុំក៏ធ្លាប់កាន់ប្រភេទថយនេះដែរប្រភេទថយនេះភាគច្រើនគឺវាវាយតែចង្គៀងទេវាយចង្គៀងមែនមន់នេះគឺវាវាយចង្គៀងហើយប្រភេទថយនេះគឺពីដំបូងភាគច្រើនប្រភេទបុកគឺតមែននេះក៏លេងទៅប្រភេទបុកគឺតប៉ះជាមួយដៃគូមួយទៀតហ្នឹងគឺបុកគឺតដល់8មួយអញ្ចឹងរហូតដល់វាឡើងតដល់8មួយវិញអញ្ចឹងគឺដោយសារទម្ងន់ជើងវាធ្វើឲ្យដៃគូខូចវិញអញ្ចឹងណាពីដំបូងវាខូចដោយសារដៃគូបុកជ្រុំហើយមន់ប្រភេទមន់ថយនេះក្បាច់មន់ថយគឺខ្ញុំនៅតែស្រឡាញ់ពេលយកក្រោមយកឆ្វេងយកស្ដាំហើយវាទាត់យកឆ្វេងយកស្ដាំហើយវាទាត់ហើយវាថយកុំឲ្យថយត្រង់ពេកថយក្បាលឈោត្រង់ចេះពេកវាត្រូវមានយកខ្លះយកចេះខ្ញុំមានប្រភេទបានឹងមួយប៉ុន្តែយើងនិយាយថាប្រកាសកូនវាអត់ទាន់គេចេញក្បាលយកចេះទេតែបាវាខ្ញុំសាកមើលអាយុប្រហែលជា3ឆ្នាំខ្ញុំនៅសាកមើលវាវានៅតែយកអត់ឲ្យដៃគូវាយវាដូចងាយវាប៉ុន្តែវាអាយុ3ឆ្នាំតែអាកាលវានៅអាយុតិចលឿនមែនតើក្បាលវាមិនឲ្យដៃគូវាយងាយហើយក៏ខ្ញុំធ្លាប់កាន់ប្រភេទថយកន្លងមកแล้วល្អប្រភេទថយនេះខ្ញុំធ្លាប់និយាយឈ្នះដៃគូឈ្នះ5ដងហើយខ្ញុំអត់ដែលរើសមន់ទេអត់ដែលរើសប្រភេទមន់កាលនោះគឺវាអត់ទាន់មានបកយអីពាក់ពេញតួទេប្រមបកយមុំខ្ញុំប្រកួតដែរទេប្រភេទថយនឹងហើយក៏ទៅធ្លាប់ធ្វើឲ្យដៃគូទៅ2ដែរអានោះណាវាថយហ្នឹងហើយបើជាគៀងគឺដាច់ទាំងអស់ដាច់ភ្លើងទាំងអស់គឺដាច់ជាគៀងទាំងអស់យើងអត់ហ៊ាននិយាយដល់ភ្នែកយើងហ៊ានតែនិយាយជាគៀងដើម្បីការពារភ័យរបស់យើងផងអញ្ចឹងប្រភេទមន់ថយដែលយកចេះគឺជាប្រភេទមន់មួយដែលគឺជាចង្វាក់មួយល្អប៉ុន្តែយើងនៅសេវៀនស្រុកស្រែដោយសារបើយើងជាប្រភេទមន់ថយគឺយើងត្រូវសេវៀននឹងឲ្យរឹងកាលណាវាថយវាបុកនឹងសេវៀនរបស់តុនវានឹងដួលជាមួយសេវៀនហើយដៃគូងាយនឹងធ្វើស្រួលអញ្ចឹងតែបើប្រភេទមន់ថយហើយប៉ះសេវៀនរឹងសេវៀនអត់ដួលសេវៀនរឹងតែសេវៀនអត់ដួលអានឹងមន់ហ្នឹងក៏អត់ដួលដែរអញ្ចឹងវាថយទប់បាយតែម្ដងអញ្ចឹងប្រភេទមន់ថយនេះគឺជាចង្វាក់មួយល្អអាកាលដែលខ្ញុំកាន់ប្រភេទមន់ថយបើខ្ញុំយូរណាស់ហើយហ្នឹងណាគឺជាប្រភេទមន់ថយដែលវាទាត់ដំបងគឺជាភូមិទាត់គល់ស្មាហើយតែពេលធ្លាក់មកគឺវាវាយគៀងតែម្ដងតែវាជើងវាជ្រៅប្រភេទមន់ទាត់គល់ស្មាធ្វើឲ្យដៃគូអស់កម្លាំងតែម្ដងនៅពេលដែលវាទាត់គល់ស្មាទាត់តគុតទៅសុតអត់ដែលលឺសំឡេងនេះអត់តគុតទៅសុតភ្លុបហើយតគុតវាវែងត
ប្រកួតវិញនេះនៅពេលដែលដៃគូវាធ្លាក់មកគឺវាយភ្នែកហើយខ្ញុំក៏នឹកឃើញទៅដល់ម្សិលមិញនេះគឺចៅឆូកូឡេតនេះគឺជាប្រភេទមន់ថយអញ្ចឹងវាទាត់ភពតែវាទាត់នេះវាទាត់គុំជាហើយនឹងជាគៀងយើងជាប្រភេទមួយដែលល្អដែរនឹងសម្រាប់លីឡាគេហៅសម្រាប់លីឡានៃក្បាច់ក្បូរនៃភូមិវាមានភូមិប្រភេទថយប្រភេទរំវងប្រភេទម៉ាឡប្រភេទយកចេះណារំវងអានឹងហៅគេថាស្នែមុនស្នែនៃប្រភេទភូមិជាក្បាច់របស់ភូមិដែលវាមិនចោលហើយបើបានថយផងបានថយផងបានបុកផងទាត់ផងអានេះគឺកាន់តែពិសេសទាត់បងប្អូនត្រូវសង្កេតមើលថាមន់ប្រភេទទាត់មិនបានវាទាត់ធ្ងន់ប្រភេទទាត់មិនទាត់គឺឃើញទម្ងន់ជើងតែម្ដងមន់ទាត់ទម្ងន់ជើងនេះគឺជាប្រភេទមន់ល្អបងប្អូនកុំឲ្យទាត់ប្រាស់អានេះគឺវាអត់សូវទម្ងន់ជើងអញ្ចឹងបងប្អូនត្រូវសង្កេតឲ្យច្បាស់ប្រភេទមន់ទាត់អញ្ចឹងបងប្អូនត្រូវសង្កេតឲ្យច្បាស់ទាត់តគុតទាត់មករៀមជើងទាត់បាតជើងវាខុសគ្នាអញ្ចឹងបងប្អូនត្រូវសង្កេតឲ្យច្បាស់ជាងថ្ងៃនេះអត់មានរឿងអីវែងឆ្ងាយទេយើងនិយាយគ្រាន់និយាយពីលីឡានៃប្រភេទមន់ភូមិតែប៉ុណ្្នឹងឯងចាអរគុណច្រើនសូមជម្រាបលា